ការចុះឯតាសវររវាងជនជាតិខ្មែរនិងជនជាតិបរទេសគាត់បានឆ្លើយតបថាខ្ញុំធ្វើខ្លួនឯងធ្វើអត់ដល់$1000ចាខ្ញុំបានឆាតសួរគាត់ទៅគឺគាត់ធ្វើនៅឆ្នាំ2017អស់$650ចំណែកអាប្រាក់ខែខាងប្រុសវិញគឺតម្រូវឲ្យមាន$2500ក្នុងមួយខែចំពោះលក្ខខណ្ឌណាហើយអាយុមិនឲ្យលើសពី50ឆ្នាំទេបើសិនបើយើងចង់ចុះឯតាសវលនៅស្រុកខ្មែរតែបើអាយុលើសពី50ឆ្នាំគឺមានករណីពិសេសអីចឹងគឺមានករណីពិសេសអីចឹងអរគុណមែនតើចំពោះការចែករំលែកបទពិសោធន៍របស់គាត់ចឹងណាចាអ្នកនរគ្នាគាត់រត់អស់តែ$650រត់ខ្លួនឯងខ្ញុំលើកទឹកចិត្តឲ្យអ្នកផ្សេងទៀតរត់ខ្លួនឯងដែរបើសិនបើយើងមានពេលវេលាលុយកាក់យើងតិចតួចយើងចង់រៀនសូត្របន្ថែមចំពោះការធ្វើឯកសារខ្លួនឯងយើងចង់ challenge ខ្លួនឯងអញ្ចឹងណាបើសិនបើយើងមានពេលវេលារៀងវែងឆ្ងាយដែរយើងនៅត្រៀមឯកសារអីយើងធ្វើការរត់ខ្លួនឯងបានប៉ុន្តែយើងត្រូវសួរនាំព័ត៌មានគេឲ្យច្បាស់លាស់ជាពិសេសកុំឲ្យចាញ់បោកជនខិលខូចមានចំនួនដែលធ្វើការឆាតទៅអ្នកនរគ្នាឲ្យសួរនាំគេទៅបន្តមកទៀមទាលុយថ្លៃទឹកតែអីសូមអ្នកនរគ្នាកុំធ្វើការចាញ់បោកប្រសោះមួយវិញទៀតត្រូវសួរតព័ត៌មានគេឲ្យបានច្បាស់លាស់តាក់ទងទៅនឹងដំណាក់កាលនៃគោលការណ៍នៃការចុះអេតាសវលរវាងជនជាតិខ្មែរនិងជនជាតិបរទេសយើងត្រូវដឹងពីគុណសម្បត្តិនៃការចុះអេតាសវលរវាងជនជាតិខ្មែរនិងជនជាតិបរទេសអ្នកនរគ្នាត្រូវដឹងថាប្រទេសខ្លះគេអត់ទទួលស្គាល់អេតាសវលនៅក្នុងប្រទេសយើងទេប៉ុន្តែមានប្រទេសខ្លះគេទទួលស្គាល់អេតាសវលពីក្រៅប្រទេសអញ្ចឹងសួរនាំគេឲ្យបានច្បាស់លាស់ណាកុំឲ្យយើងពិបាកក្នុងនៅពេលដែលយើងមានបញ្ហាមួយតាក់ទងទៅនឹងការលែងលះបើសិនបើគិតថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយ like and share និង comment ពីបទពិសោធន៍ក្នុងការចុះឯតា server របស់អ្នកទាំងអស់គ្នាអានេះគាត់ធ្វើការចុះឯតា server នៅក្នុងឆ្នាំ2017អស់តែ$650ទេខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នារត់ឯកសារឯតា server ខ្លួនឯងយល់ដឹងឲ្យច្បាស់កុំចាញ់បោកជនខិលខូចមួយចំនួននិងអ្នកដែលស៊ីថ្លៃទឹកតែសុំបញ្ឈប់ទង្វើពុករលួយនឹងការឲ្យថ្លៃទឹកតែខ្ញុំដឹងថាពេលវេលាមានតម្លៃក្នុងការសួរនាំព័ត៌មានអីមួយប៉ុន្តែយើងអាចធ្វើការជួយទៅតាមលទ្ធភាពបើសិនបើយើងត្រូវការលុយយើងប្រាប់គេទៅអ្នកដែលទទួលអ្នកដែលថាអូឆាប់តែខ្ញុំទៅចាំខ្ញុំឆ្លើយតបអីបើគាត់ឆ្លើយតប free អ្នកនរគ្នាសួរគាត់ទៅប៉ុន្តែយើងក៏ត្រូវអរគុណគេដឹងគុណគេដែរយល់ដឹងពីពេលវេលាគេដែរពេលវេលាគេគឺជាមាសប្រាក់អ្នកនរគ្នានៅពេលដែលគេនៅក្រៅប្រទេសពេលវេលាគេ1នាទី1ម៉ោងអីគឺបានលុយច្រើនណាស់ចឹងគេមិនចំណាយពេលឆ្លើយតបអ្នកនរគ្នាដែលអត់មានប្រយោជន៍អីទេអញ្ចឹងបើគេចិត្តល្អក្នុងការឆ្លើយតបអ្នកនរគ្នាគួរតែអរគុណគេហើយអានេះមនុស្សដែលខ្ញុំជួបផ្សេងឯងអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណចំពោះការចែករំលែកពីបទពិសោធន៍ក្នុងការចុះឯតា server រវាងជនជាតិខ្មែរនិងជនជាតិបរទេសបាយ